ជាបឋមខ្ញុំគណៈអេដមីនទុកងខាត់ពុសាទសូមនមស្ការចំពោះប្រធារានុធរៈគ្រប់ព្រះអង្គនិងជំរាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនយើងដែលជាអ្នកគាំទ្រភ័យខ្ញុំបាទអេដមីនទុកងខាត់ពុសាទជាទីមេត្រីផងដែរតបតាមការសំណូមពរជាច្រើនរបស់ពុកម៉ែបងប្អូនយើងចង់ឃើញទុកងដែលជាអតីតបងធំប្រចាំខេត្តពោធិ៍សាត់យើងដែលបានចូលនិវត្តន៍ទៅកន្លងមកហើយអញ្ចឹងណាដែលពុកម៉ែបងប្អូនយើងប្រកាសជាស្គាល់រហស្សនាមបងធំហើយដែលមានព្រាមថារាំងទិលសាគរសែនមានជ័យហើយទុកនេះបានចូលនិវត្តន៍អស់ជាច្រើនឆ្នាំហើយពុកម៉ែបងប្អូនយើងគឺសម្រាប់នៅលើបង្គងហើយចៃដន្យមែនទែនថ្ងៃដែលខ្ញុំកណាបានទៅផ្ដិតរូបថតក៏ដូចជាវីដេអូចែកជូនពុកម៉ែបងប្អូនយើងគឺចំរដូវពេលដែលទឹកឡើងតែម្ដងហើយក្នុងឱកាសថ្ងៃនោះដែរគឺមានភ្លៀងមានខ្យល់មានព្យុះខ្លាំងអញ្ចឹងទៅខ្ញុំកណានឹងដាក់វីដេអូបង្ហាញជូនពុកម៉ែបងប្អូនយើងនៅពេលបន្ទាប់ទៀតអញ្ចឹងណាអញ្ចឹងគ្រាន់តែឲ្យពុកម៉ែបងប្អូនយើងទស្សនាអំពីរូបភាពខ្លះសកម្មភាពរបស់បងធំដែលមានព្រាមថារាំងទិលសាគរសែនមានជ័យមកទល់នឹងថ្ងៃនេះអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាសង្វេគទុកខ្លាំងមែនតើក្នុងនាមជាអ្នកស្រឡាញ់ទុកមួយគ្រឿងនិងជាប្រជាជនម្នាក់ដែលនៅក្នុងខេត្តពោធិ៍សាត់គឺឃើញទុកហើយគឺសំណោះមែនតើពុកម៉ែបងប្អូនយើងនេះគឺជាសភាពខូចខាតរបស់រាំងទិលសាគរសែនមានជ័យដែលជាបងធំប្រចាំខេត្តពោធិ៍សាត់យើងដែលរហូតដល់ពុកម៉ែបងប្អូនយើងមួយចំនួនដាក់រហស្សនាមថាអធិរាជដងស្ទឹងរាំងទិលយើងពុកម៉ែបងប្អូនយើងអញ្ចឹងទុកនេះខ្ញុំកណាបានសាកសួរអ៊ំដែលជាចំណោះច្រើនអ្នកផងដែរហើយពួកគាត់សិតតែនិយាយដូចគ្នាគឺតាំងពីគាត់ចេះអ៊ំទុកហ្នឹងគឺអ៊ំមិនដែរចាញ់ទេពុកម៉ែបងប្អូនយើងលើបទៅតែថ្ងៃចុងក្រោយដែលយើងចាញ់សព្រួយពេជ្រដោយសារតែទី1កីឡាករគឺអស់អារម្មណ៍នៅក្នុងការអ៊ំហើយមានហេតុផលបូករួមផ្សំគ្នាជាច្រើនពុកម៉ែបងប្អូនយើងដែលធ្វើឲ្យរាំងទិលគឺមិនអាចអ៊ំបន្តទៀតបានហើយនេះគឺជាសកម្មភាពដែលខ្ញុំកណាបានទៅគឺឆ្លងកាត់ខ្យល់ព្យុះភ្លៀងខ្លាំងមែនទែនហើយផ្លូវវិញដោយតែពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺមានសភាពលំបាកខ្លាំងដើម្បីទៅផ្ដិតយករូបភាពក៏ដូចជាវីដេអូចែកជូនពុកម៉ែបងប្អូនយើងនិងដើម្បីទៅស្រាយចម្ងល់ពុកម៉ែបងប្អូនយើងដែលមានចងល់អស់រយៈពេលជាច្រើនមកហើយអំពីរាំងទិលសាគរសែនមានជ័យថាហេតុអ្វីបងបានជារាំងទិលនេះអត់អាចអ៊ំបានវិញហើយស្រាយចងល់ពុកម៉ែបងប្អូនយើងឲ្យបានកាន់តែច្បាស់ហ្នឹងថាតើថ្ងៃសិលពុកម៉ែបងប្អូនយើងមួយចំនួនបាននិយាយថារោងទុករបស់រាំងទិលនេះគឺតែងតែឃើញអង្គើហើយខ្ញុំកណាក៏បានសាកសួរអ៊ំដែលជាចំណោះគឺពួកគាត់បានប្រាប់មកខ្ញុំកណាវិញថាអត់ដូចតែអ្វីដែលពុកម៉ែបងប្អូនយើងបាននិយាយទេទុកនេះតាំងពីជំនាន់គាត់នៅអ៊ំគឺមានដំណំមួយចំនួនគឺទី1មិនឲ្យផឹកស្រាទី2គឺមិនឲ្យមានស្រីគឺមិនឲ្យដើរឆ្វេងឆ្វាច់ទៅណាទេនៅថ្ងៃអ៊ំទុកនឹងអញ្ចឹងណាពុកម៉ែបងប្អូនយើងហើយមានដំណំមួយចំនួនទៀតនៅពេលដែលគាត់ចេញមុននឹងទៅអ៊ំគឺត្រូវតែអ៊ំថ្វាយកំពង់នឹងសិនហើយទៅពេលដែលឡប់មកវិញក៏ដូចគ្នាគឺត្រូវអ៊ំថ្វាយកំពង់ចំនួន2ជើងទើបអាចលើកចូលបង្គងវិញបានបើមិនដូច្នេះទេទុកនឹងគឺប្រកាសជាមានបញ្ហាភ្លាមពុកម៉ែបងប្អូនយើងហើយជារៀងរាល់ឆ្នាំរាំងទិលជាពិសេសនៅកន្លែងរោងទុករបស់រាំងទិលគឺអត់ដែលលិចដល់លើទេពុកម៉ែបងប្អូនយើងគឺលិចបានតែត្រឹមក្រោមទេតែសារតែទុកនេះដូចតែពុកម៉ែបងប្អូនយើងមួយចំនួនគាត់បានដឹងហើយជាពិសេសអ៊ំចំណោះដូចគាត់បាននិយាយអញ្ចឹងគាត់បានប្រាប់ខ្ញុំកណាណាអញ្ចឹងគាត់ថាទុកនេះគាត់តាំងពីគាត់ចេះអ៊ំទុកនឹងមកគឺអត់ចាំបាច់ប្រឹងទេពុកម៉ែបងប្អូនយើងគឺអ៊ំទៅធម្មតាតែម្ដងអត់ចាំបាច់ត្រូវការប្រើកម្លាំងខ្លាំងដូចទុកគេដតីទេគឺទុកនេះគឺគាត់អ៊ំមួយគឺមិនដែលលឿនអញ្ចឹងណានេះទីអ្វីដែលអ៊ំចំណុះដែលគាត់បានខ្ញុំបានសួរឲ្យខ្ញុំកណាគឺពិតជាអរគុណអ៊ំដែលគាត់បានជូនខ្ញុំកណាដើរមើលឲ្យអត់យកថវិកាខ្ញុំទេបងប្អូនទាំងអស់គ្នាហើយពួកគាត់ពិតជារុះរាយហើយខ្ញុំកណាសង្ឃឹមថាពុកម៉ែបងប្អូនយើងអ្នកដែលមានពេលទំនេរអាចទៅសាកល្បងទៅលេងនៅក្នុងស្រុកភូមិរាំងទិលបានដែលនៅក្នុងស្រុកកណ្ដៀងផ្ទាល់ពុកម៉ែបងប្អូនយើងអញ្ចឹងអ្នកនៅរាំងទិលនេះគឺពិតជារុះរាយហើយស្វាគមន៍ពុកម៉ែបងប្អូនយើងខ្លាំងមែនតើហើយនេះក៏ជាតំបន់អេកូទេសចរមួយផងដែរហើយខ្ញុំកណាឆ្លៀតឱកាសហ្នឹងក៏មុននឹងពេលទៅផ្ដិតរូបថតអំពីបងធំយើងក៏ឆ្លៀតដើរមើលតំបន់ព្រៃព្រឹក្សានៅកន្លែងទឹកទន្លេហ្នឹងផងដែរមើលឲ្យពិតជាសំណោះមែនតើហើយអាណិតទុកពុកម៉ែបងប្អូនយើងខ្ញុំកណានៅតែនិយាយតែដែរគឺអាណិតទុកខ្លាំងមែនតើស្ដាយចំពោះបងធំយើងដែលខកខានចុះទឹកថ្មីត្បិតតែកាលពីមុនយើងអាចនិយាយបានថាតាំងពីចេះអ៊ំមកពុកម៉ែបងប្អូនយើងគឺមានចាញ់មានឈ្នះធម្មតាក៏ប៉ុន្តែចាញ់ឈ្នះប៉ុន្តែបើថាឲ្យយើងអ៊ំមិនអាចចាញ់សោះក៏ពេលខ្លះអ៊ំចំណោះក៏គាត់បាននិយាយដែរគឺពេលខ្លះទុកនេះពេលដែលគាត់អ៊ំតែម្ដងគឺគាត់ថាគាត់អត់ដែរចាញ់ទេនេះអ្វីដែលពួកគាត់បានប្រាប់មកខ្ញុំកណាណាអញ្ចឹងខ្ញុំកណាក៏បាននិយាយតាមពួកគាត់ដែរអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងបើមានកន្លែងចំណុចណាខុសឆ្គងសូមពុកម៉ែបងប្អូនយើងខន្តីក៏ដូចជាខ្ញុំកណាសូមអធិស្ឋានពីប្រធារានុធរៈគ្រប់ព្រះអង្គផងដែរហើយខ្ញុំកណានិយាយស្ដីក៏ដូចជាអត្ថាធិប្បាយទៅតាមអ្វីដែលពុកម៉ែបងប្អូនយើងអ្នកនៅស្រុក
ភូមិហ្នឹងក៏ដូចជាអ៊ំដែលគាត់ជាចំណោះទុកដែលធ្លាប់អ៊ំទុករាំងទល់នេះផ្ទាល់គឺគាត់បានប្រាប់មកខ្ញុំកណាផងដែររាំងទល់នេះបើនិយាយមែនតើទៅបើកន្លែងដាក់ពៀនវិញគឺ30គ្រឿងជាងពុកម៉ែបងប្អូនយើងស្ដាយដែលខ្ញុំកណាអត់បានចូលទៅថតនៅក្នុងកុដទេដោយសារលោកគាត់ចាក់សោហើយមួយទៀតកន្លែងហ្នឹងគឺมันអាចចេញចូលបានស្រួលទេពុកម៉ែបងប្អូនយើងដោយតែពុកម៉ែបងប្អូនយើងបានដឹងអញ្ចឹងនៅក្នុងទីវត្តអារាមមានកន្លែងមួយចំនួនគឺជាទីសក្ការៈបូជាហើយក៏ដូចជាការតម្កល់រូបព្រះបដិមាផ្សេងអញ្ចឹងសិតសឹងតែជារបស់ដែលមានតម្លៃប៉ុន្តែតាមរយៈពុកម៉ែបងប្អូនយើងអ្នកដែលគាត់ជូនទៅក៏ដូចជាអ៊ំចំណោះដែលគាត់ជូនខ្ញុំទៅអញ្ចឹងគឺគាត់បានប្រាប់ថាហ្នឹងគឺជាកន្លែងដែលទុកអញ្ចឹងណាពុកម៉ែបងប្អូនយើងទុកពៀនដែលរាំងទល់នេះបានប្រកួតផងដែរពៀនគឺមានចំនួន30ពៀនជាងពុកម៉ែបងប្អូនយើងសិតសឹងតែជាពៀនថ្នាក់ជាតិកន្លងទៅរាំងទល់នេះគឺអត់ដែរអ៊ំថ្នាក់ខេត្តទេដោយសារតែខេត្តពោធិ៍សាត់យើងគឺអត់មានកន្លែងអ៊ំទេពុកម៉ែបងប្អូនយើងអញ្ចឹងភាគច្រើនគឺសិតសឹងតែជាការប្រកួតថ្នាក់ជាតិថ្នាក់រាជធានីពុកម៉ែបងប្អូនយើងអញ្ចឹងថ្នាក់ជាតិបើយើងនិយាយថា30ពៀនជាងពុកម៉ែបងប្អូនយើងអាចប្រកាសជាគិតថាច្រើនគួរសមដែរប៉ុន្តែដូចជាខ្ញុំកណាបានប្រាប់ពុកម៉ែបងប្អូនយើងអញ្ចឹងគឺរាំងទល់នេះសិតសឹងតែជាអ្នកស្រុកភូមិអ្នកទន្លេផ្ទាល់ពុកម៉ែបងប្អូនយើងពួកគាត់ចេះអ៊ំទុកតាំងពីទូចតែម្ដងអញ្ចឹងខ្ញុំកណាក៏សូមអធិស្ឋានពុកម៉ែបងប្អូនយើងម្ដងហើយម្ដងទៀតបើសិនជាមានកន្លែងណាខុសឆ្គងអញ្ចឹងអ្នកពោធិ៍សាត់ខ្ញុំកណាក៏ដូចជាអ្នករាំងទល់ផ្ទាល់មិនថាជាអ្នកស្រុកចៅសែនទេគឺជាអ្នកស្រុកកណ្ដៀងដូចគ្នាអញ្ចឹង3ទុកដែលជាបងប្អូនស្លាប់រស់ជាមួយគ្នាគឺសិតសឹងតែចេញពីស្រុកកណ្ដៀងនេះទៅផ្ទាល់ពុកម៉ែបងប្អូនយើងគឺសិតសឹងតែដូចតែពុកម៉ែបងប្អូនយើងបានឃើញនៅក្នុងវីដេអូគឺពួកគាត់អ៊ំទុកតាំងពីទូចតែម្ដងអញ្ចឹងខ្ញុំកណាគិតថាការអ៊ំទុកវាដូចអ្វីដែលពុកម៉ែបងប្អូនយើងមួយចំនួនលោកបានរិះគន់មកកាន់ទុកងខេត្តពោធិ៍សាត់ខ្ញុំកណាទេអញ្ចឹងចង់ឲ្យពុកម៉ែបងប្អូនយើងស្វែងយល់បន្ថែមអំពីទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងទន្លេរាំងទល់នឹងផងអញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងអ្នករាំងទល់ខុសពីខេត្តដតីដែលបងប្អូនយើងបានដឹងកន្លងមកហើយគឺភាគច្រើននៅនេះគឺសុទ្ធសឹងតែជាអ្នកទន្លេពុកម៉ែបងប្អូនយើងគឺអត់មានដីគោកទេមានដីគោកដោយតិចតួចទេពុកម៉ែបងប្អូនយើងភាគច្រើនគឺសុទ្ធតែជាអ្នកទន្លេហើយពួកគាត់ចេះអ៊ំទូកតាំងពីតូចតែម្ដងហើយការរស់នៅក្នុងតំបន់នេះក៏ដូចជាចំណោះផ្ទាល់គឺសុទ្ធសឹងតែជាអ្នកទន្លេអ្នកស្រុកកណ្ដៀងផ្ទាល់ពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាខិតខំប្រឹងប្រែងតស៊ូស្វះស្វែងខ្នះខ្នែងមែនទែនដើម្បីស្វែងទី1ខ្ញុំកណាខំប្រឹងដើម្បីទៅជួបអ៊ំដែលគាត់ទៅធ្លាប់ទៅជាអ្នកចំណោះទុករាំងទល់ផ្ទាល់ពុកម៉ែបងប្អូនយើងគឺមិនងាយទេពុកម៉ែបងប្អូនយើងខំទៅពីផ្ទះមួយទៅផ្ទះមួយដើម្បីតាមសួរពួកគាត់ថាតើអ្នកណាគាត់ធ្លាប់អ៊ំទុកផ្ទាល់ហើយគាត់ក៏បានបង្ហាញរូបថតថាគាត់ពិតជាបានជាចំណោះបោះរាំងទល់នឹងមែនហើយអ៊ំគាត់ថាគាត់សោកស្ដាយហើយគាត់សង្ឃឹមថាទុកសិស្សប្អូនរាំងទល់ដែលជារាំងទល់សាគរសែនមានជ័យបារមីវត្តកញ្ចុះខាងត្បូងដោយតែពុកម៉ែបងប្អូនយើងបានដឹងកន្លងមកហើយ2024គឺការប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញគឺជាឆ្នាំដំបូងដែលសិស្សប្អូនរបស់រាំងទល់សាគរសែនមានជ័យបានចូលរួមម្ដងទៀតអញ្ចឹងណាបន្ទាប់ពីខកខានអស់រយៈពេលជាយូរខ្លាំងមែនតើហើយរាំងទល់សាគរសែនមានជ័យបារមីវត្តកញ្ចុះខាងត្បូងនេះគឺអ៊ំហៃផ្ទាល់គឺជាអ្នកដែលបានជួសជុលក៏ដូចជាសង្គ្រោះទុកនេះឡើងមកវិញបន្ទាប់ពីយើងខកខានចុះទឹកហើយមែនតើទៅសិស្សប្អូនរបស់រាំងទល់នេះគឺអាចរក្សាល្បឿនបានល្អដោយតែពុកម៉ែបងប្អូនយើងបានដឹងហើយជាពិសេសខ្ញុំកណាគឺគិតថាបងប្អូនដែលជាចំណោះទុកក៏ដូចជាថ្នាក់ដឹកនាំទុកមួយចំនួនពិតជាបានស្គាល់ក៏ដូចជាធ្លាប់ឮហើយពីរហស្សនាមរាំងទល់នេះអញ្ចឹងបើយើងបកមកការប្រកួតថ្នាក់ជាតិរបស់យើងវិញ2024កន្លងទៅរាំងទល់អាចថាធ្វើបានល្អដែរធ្វើត្បិតតែជាសិស្សប្អូនមែនប៉ុន្តែអាចថាស្នងនៅសិស្សច្បងបានល្អអញ្ចឹងយើងនឹងរងចាំមើលការប្រកួតបន្តទៀតអញ្ចឹងខ្ញុំកណារំលឹកត្រួសការប្រកួត3ថ្ងៃពេញរបស់រាំងទល់គឺអត់ចាញ់ទេពុកម៉ែបងប្អូនយើងគឺ6ជើងគឺឈ្នះទាំង6ហើយការប្រកួតថ្ងៃទី1គឺយើងប៉ះជើងខ្លាំងផងដែរដែលជាជើងខ្លាំងនៅក្នុងខេត្តកណ្ដាលហើយយើងអាចយកឈ្នះបានដាច់ទាំងពីរជើងពុកម៉ែបងប្អូនយើងអញ្ចឹងគឺពិតជាមិនធម្មតាទេរាំងទល់តែជាសិស្សប្អូនអញ្ចឹងយើងមើលថាថ្ងៃទី2ក៏ជួបជើងខ្លាំងដែរតែយើងអាចនៅតែបន្តឈ្នះបានទាំងពីរជើងហើយបបកថ្ងៃទី3គឺពិតជាមិនធម្មតាទេរាំងទល់នេះអញ្ចឹងខ្ញុំកណាពិតជាមិនសរសើរមិនបានទេអំពីរាំងទល់នេះហើយខ្ញុំកណាសំខាន់តែអធិស្ឋានពុកម៉ែបងប្អូនយើងម្ដងទៀតចំពោះកន្លែងណាដែលមានខុសឆ្គងដោយប្រការណាមួយខ្ញុំកណាអត់មានចិត្តចង់ឲ្យពុកម៉ែបងប្អូនយើងខឹងស្អប់ឬមកអីទេតែខ្ញុំកណាចង់ឲ្យពុកម៉ែបងប្អូនយើងមកស្វែងយល់អំពីទស្សនវិជ្ជាផ្ទាល់នៅក្នុងខេត្តពោធិ៍សាត់ខ្ញុំកណាក៏ដូចជាបានស្គាល់អំពីបន្ថែមទៀតអំពីកិត្តិនាមរបស់
បងប្អូនយើងទាំង3ដែលមានដូចជាដេជោកែវិជ័យបារមីចៅសែនហើយនឹងរាំងទិលនេះផ្ទាល់ក៏ដូចជាមួយគ្រឿងទៀតដែលមានពនាមថាឃ្លាំងមឿងណាពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាអត់មានអីច្រើនទេអញ្ចឹងខ្ញុំកណាចាប់ពីត្រឹមនេះទៅនឹងឲ្យពុកម៉ែបងប្អូនយើងស្វែងយល់ហើយនឹងសិក្សាមើលបន្ថែមទៀតថាតើរាំងទិលនេះស័ក្តិសមដែរឬអត់ដែលទទួលបានពានរហូតដល់30គ្រឿងជាងអញ្ចឹងពុកម៉ែបងប្អូនយើងអាចស្វែងយល់នៅក្នុងវីដេអូនេះបន្ថែមនិងជាចុងក្រោយខ្ញុំកណាសូមសំណូមពរទៅកាន់ប្រធារានុធារៈគ្រប់ព្រះអង្គកុំភ្លេចជួយគាំទ្រមិនថាទុកខ្ញុំកណាខាងខេត្តខ្ញុំកណាទេខ្ញុំកណាផ្សព្វផ្សាយទាំងអស់មិនថាទៅក្នុងខេត្តពោធិ៍សាត់ទេសូម្បីតែខេត្តផ្សេងខេត្តកណ្ដាលក៏ដោយខេត្តព្រៃវែងខេត្តណាក៏ដោយខេត្តកំពង់ចាមក៏ដោយខ្ញុំកណារីករាយនៅក្នុងការទទួលពុកម៉ែបងប្អូនយើងជានិច្ចអញ្ចឹងខ្ញុំកណាដែលមានទុកងខេត្តពោធិ៍សាត់សូមថ្វាយបង្គំលានិងចម្រើនពរលាជាបឋមខ្ញុំកណាមានទុកងខេត្តពោធិ៍សាត់សូមនមស្ការចំពោះប្រធារានុធារៈគ្រប់អង្គនិងជំរាបសួរស្ដីទៅកាន់ពុកម៉ែបងប្អូនយើងខេត្តពោធិ៍សាត់ជាទីមេត្រីផងដែរថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងមកទស្សនាបងធំមួយគ្រឿងនៅក្នុងខេត្តពោធិ៍សាត់ដែលជាអតីតជើងខ្លាំងដែលឆ្លងកាត់សមរភូមិជាច្រើនសមរភូមិដូចតែពុកម៉ែបងប្អូនយើងបានឃើញនៅហាសនាមអញ្ចឹងហើយថ្ងៃនេះគឺជាសភាពចាក់ស្ដែងពុកម៉ែបងប្អូនយើងហើយតបតាមការសន្យារបស់ពុកម៉ែបងប្អូនយើងហើយគឺខ្ញុំកណាខិតខំប្រឹងប្រែងមែនទែនជំនះគ្រប់ឧបសគ្គជាច្រើនបានមកដល់ហើយឃើញនៅសភាពចាក់ស្ដែងគឺអាសាច់ច្បងធំមែនតើសឹងតែស្រក់ទឹកភ្នែកពុកម៉ែបងប្អូនយើងហើយពុកម៉ែបងប្អូនយើងអាចទៅទស្សនាបានគឺមានសភាពខូចខាតច្រើនដែលមិនអាចចូលរួមការអមប៉ណាំងបន្តទៀតបាននេះគឺជាភាពចាក់ស្ដែងដែលពុកម៉ែបងប្អូនយើងបានឃើញហើយគឺសាច់ច្បងធំដែលជាអតីតជើងខ្លាំងមួយរូបហើយមានការខូចខាតជាច្រើនដែលពុកម៉ែបងប្អូនយើងទាំងខ្ញុំកណាផ្ទាល់គឺពិតជាចង់ឃើញទូកនេះត្រឡប់មែនតើប៉ុន្តែប្រហែលជាមិនអាចទេពុកម៉ែបងប្អូនយើងព្រោះដោយសារមានការប៉ះទង្គិចច្រើនដោយតែពុកម៉ែបងប្អូនយើងបានឃើញហើយខ្ញុំកណានឹងធ្វើអំពីវីដេអូបង្ហាញពុកម៉ែបងប្អូនយើងឲ្យបានទទួលស្គាល់អំពីទូកងមួយគ្រឿងដែលជាអតីតជើងខ្លាំងនៅក្នុងខេត្តពោធិ៍សាត់យើងផងដែរតាមរយៈខ្ញុំកណាបានជួបសម្ភាសជាមួយអ៊ំប្រុសដែលជាអតីតចំណោះទូករាំងទិលនេះផ្ទាល់ពុកម៉ែបងប្អូនយើងហើយខ្ញុំកណាពិតជាឈឺចាប់នៅចំពោះអ្វីដែលលោកពូគាត់បានរៀបរាប់ប្រាប់ខ្ញុំកណាផ្ទាល់ខ្ញុំកណាពិតជាសោកស្ដាយដែលទូកងមួយគ្រឿងនេះมันអាចចូលរួមអមប៉ុណ្ណាថ្នាក់ជាតិក៏ដូចជាថ្នាក់ខេត្តបន្តទៀតបានហើយខ្ញុំកណាសំណូមពរទៅកាន់ពុកម៉ែបងប្អូនយើងបន្តសង្ឃឹមថានៅពេលដែលលើឈ្មោះរាំងទិលនេះនឹងចងចាំទូកងមួយគ្រឿងនេះអ្វីត្បិតតែมันអាចចូលរួមអមប៉ុណ្ណាថ្នាក់ជាតិបានតែទូកងមួយគ្រឿងនេះធ្លាប់បានសាងកេរ្តិ៍ឈ្មោះបោះសម្លេងជាច្រើនជូនអ្នកខេត្តពោធិ៍សាត់និងពុកម៉ែបងប្អូនយើងដែលជាអ្នកចំណោះទុកផ្ទាល់ប្រកាសជាធ្លាប់បានលើគេឈ្មោះបោះសម្លេងរបស់រាំងទិលសាកលសៃមានជ័យនេះហើយអញ្ចឹងពុកម៉ែបងប្អូនយើងកុំភ្លេចគាំទ្រនិងលើកទឹកចិត្តចំណោះទុកនេះបន្ថែមទៀតហើយសង្ឃឹមថាសិស្សប្អូនដែលស្នងតំណែងសិស្សច្បងនេះនឹងធ្វើបានល្អខ្លាំងបន្តទៀតដែលសមអ្វីដែលសិស្សច្បងបន្តពីចូលនិវត្តន៍នេះហើយខ្ញុំកណាសំណូមពរទៅកាន់ពុកម៉ែបងប្អូនយើងអ្នកដែលមានធនធានអាចជួយគាំទ្រទុកមួយគ្រឿងនេះហើយខ្ញុំកណានឹងរងចាំមើលរាំងទិលសាកលសៃមានជ័យត្រឡប់មកវិញចូលនៅក្នុងសមរភូមិអ្វីត្បិតតែចំនួនទុករាំងទិលសាកលសៃមានជ័យនេះចំណុះត្រឹមតែ69ហើយពុកម៉ែបងប្អូនយើងតែការអុំប៉ណ្ណាំងថ្នាក់ជាតិគឺពិតជាស្វិតស្វាញចំនួនដែលទុកផ្សេងគឺមានរហូតដល់70នាក់ជាងប៉ុន្តែអាចលេងគ្នាបានអញ្ចឹងរាំងទិលគឺជាទុកមួយដែលអាចទទួលស្គាល់ថាពុកម៉ែបងប្អូនយើងអ្នកដែលធ្លាប់ជាចំណុះទុកគឺប្រកាសជាដឹងអំពីល្បឿនរាំងទិលនេះហើយពុកម៉ែបងប្អូនយើងហើយខ្ញុំកណាក៏បង្ហាញអំពីពុកម៉ែបងប្អូនយើងច្រើនដែរអំពីនៅក្នុងរាំងទិលនេះថាតើចំណុះគឺមកពីខាងណាអញ្ចឹងដូចតែពុកម៉ែបងប្អូនយើងបានឃើញគឺចំណុះគឺសុទ្ធសឹងតែជាអ្នកភូមិរាំងទិលផ្ទាល់ពុកម៉ែបងប្អូនយើងដែលគាត់ខ្នះខ្នែងស្វះស្វែងមែនតើទាំងអ្នកដែលគាត់ជាអ្នកនៅក្នុងស្រុកភូមិនឹងផងនិងពុកម៉ែបងប្អូនយើងដែលជាយុវជនចំនួនក្រោយដែលជាអ្នកស្រឡាញ់ទុកនឹងផ្ទាល់និងអ្នកដែលនៅក្នុងស្រុករាំងទិលនេះផ្ទាល់ហើយដូចតែពុកម៉ែបងប្អូនយើងបានដឹងអញ្ចឹងគឺពួកគាត់សិតតែជាអ្នកតលេអត់ដូចតែពុកម៉ែបងប្អូនយើងមួយចំនួនគាត់តែងតែមើលងាយនិងបង្អាប់អំពីរាំងទិលក៏ដូចជាខេត្តពោធិ៍សាត់យើងផងដែរអញ្ចឹងខ្ញុំកណាសំណូមពរពុកម៉ែបងប្អូនយើងឲ្យបានឃើញថានេះហើយគឺជារបស់ពិតនៅក្នុងខេត្តពោធិ៍សាត់យើងហើយសង្ឃឹមថាពុកម៉ែបងប្អូនយើងនឹងស្វែងយល់បន្ថែមទៀតអំពីទស្សនវិជ្ជានៅក្នុងស្រុករាំងទិលខេត្តស្រុកកណ្ដៀងនេះក្នុងឃុំរាំងទិលនេះផ្ទាល់ពុកម៉ែបងប្អូនយើងជាពិសេសពុកម៉ែបងប្អូនយើងដែលបានស្គាល់អំពីកិត្តិនាមរបស់រាំងទិលសាកលសៃមានជ័យនេះពុកម៉ែបងប្អូនយើងអាចស្វែងយល់បន្ថែមទៀតបានថាតើរាំងទិលនេះស័ក្តិសមដែរឬទេដែលពុកម៉ែបងប្អូនយើងបានដឹងថាទុកជាអតីតបងធំមួយគ្រឿងនៅក្នុងខេត្តពោធិ៍សាត់យើងផ្ទាល់អញ្ចឹងណាពុកម៉ែបងប្អូនយើងអញ្ចឹងខ្ញុំកណាអត់មានអីច្រើនទេបើសិនជាមានកន្លែងណាខុសឆ្គងសូមខន្តីចំពោះប្រធារានុធារៈគ្រប់ព្រះអង្គនិងអធិស្ឋានពីពុកម៉ែបងប្អូនយើងផងដែរខ្ញុំកណាសូមថ្វាយបង្គំលានិង
ជួនពរពុកម៉ែបងប្អូនយើងអ្នកដែលស្រឡាញ់ទូកនិងអ្នកដែលគ្រប់គ្រងទូកជួយគ្រប់គ្រងបន្ថែមទៀតពុកម៉ែបងប្អូនយើងអត់មានអ្នកជួយស្ដាយមែនតើ